ចានេះខ្ញុំសូមគោរពនឹងជំរាបសួរផងដែរថ្ងៃនេះដែរយើងខ្ញុំសូមលើកយកនៅតកតងជាមួយនឹងខេត្តកំពតសម្រាប់ជំរាបជូនដល់លោកស្រីអ្នកនាងកញ្ញាក៏ដូចជាបងប្អូនទាំងអស់គ្នាជាសិស្សានុសិស្សដើម្បីទទួលបាននៅចំណេះដឹងតកតងជាមួយនឹងខេត្តកំពតផងដែរខេត្តកំពតគឺជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជាដែលបច្ចុប្បន្នមានរដ្ឋបាលក្រុងស្រុកចំនួន9ក្នុងនោះដែរមានក្រុងចំនួន2និងស្រុកចំនួន7ចាខេត្តកំពតមានក្រុងចំនួន2ទី1គឺក្រុងកំពតទី2គឺក្រុងបូកគោក្រុងដែលទើបនឹងបង្កើតថ្មីទី3ស្រុកទឹកឈូទី4ស្រុកឈូកទី5ស្រុកអង្គរជ័យទី6ស្រុកបន្ទាយមាសទី7ស្រុកកំពង់ត្រាចទី8ស្រុកដងតុងទី9ស្រុកជុំគិរីនាងខ្ញុំសូមបញ្ជាក់ជូនថាក្រុងបូកគោគឺត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2021ដោយកាត់យកឃុំចំនួន3ចេញពីស្រុកទឹកឈូដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំបូកគោចានាងខ្ញុំសូមជម្រាបជូនផងដែរថាឃុំទាំង3ដែលបានកាត់ចូលក្នុងក្រុងបូកគោកាលពីមុនគឺស្ថិតនៅក្នុងស្រុកទឹកឈូប៉ុន្តែឥឡូវនៅក្នុងឆ្នាំ2021នេះក្នុងឃុំសង្កាត់ទាំង3នេះគឺបានកាត់ចូលក្នុងក្រុងបូកគោហើយទី1សង្កាត់បឹងទូកសង្កាត់បឹងទូកហ្នឹងកាត់កាលពីមុនជាឃុំបឹងទូកទី2សង្កាត់កោះតូចកាលពីមុនជាឃុំកោះតូចហើយនឹងទី3សង្កាត់ព្រែកត្នោតកាលពីមុនជាឃុំព្រែកត្នោតអញ្ចឹងឃុំបឹងទូកឃុំកោះតូចឃុំព្រែកត្នោតនេះកាត់ចូលទៅជាសង្កាត់បឹងទូកសង្កាត់កោះតូចសង្កាត់ព្រែកត្នោតនៅក្នុងក្រុងបូកគោមូលហេតុនៃការបង្កើតក្រុងនេះគឺការគ្រប់គ្រងទេសចរណ៍អញ្ចឹងដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងតំបន់ភ្នំបូកគោដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនិងធម្មជាតិដ៏សំខាន់ការអភិវឌ្ឍរាជរដ្ឋាភិបាលចង់ប្រែក្លាយតំបន់នោះឲ្យទៅជាទីក្រុងឆ្លាតវៃនិងតំបន់សេដ្ឋកិច្ចដែលបង្កើនការទាក់ទាញវិនិយោគិនសេវាសាធារណៈធ្វើឲ្យការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រនិងលើភ្នំមានភាពរហ័សជាងមុនចាអញ្ចឹងនាងខ្ញុំបានជម្រាបជូនហើយតកតងជាមួយនឹងឃុំបឹងទូកឃុំកោះតូចឃុំព្រែកត្នោតកាត់ចូលក្នុងក្រុងបូកគោក៏ដូចជាមូលហេតុនៃការបង្កើតក្រុងនេះឡើងគឺនាងខ្ញុំបានជម្រាបជូនហើយឥឡូវនេះនាងខ្ញុំសូមបង្ហាញជូនជាមួយនឹងថាតើក្នុងខេត្តកំពតនេះជាតំបន់ទេសចរណ៍ល្បីទីកន្លែងណាខ្លះដែលធ្វើឲ្យតាក់ទាញនៅទេសចរទាំងក្នុងនិងក្រៅប្រទេសចូលមកទស្សនានៅក្នុងខេត្តកំពតជាច្រើនផងដែរអញ្ចឹងតំបន់ទេសចរល្បីនៅក្នុងខេត្តកំពតមានឧទ្យានជាតិព្រះមុនីវង្សបូកគោកន្លែងសម្រាកកាយបែបត្រជាក់រមណីយដ្ឋានប្រវត្តិសាស្ត្រនិងទេសភាពសមុទ្រពីលើភ្នំផងដែរព្រែកកំពតកន្លែងជិះទូកកម្សាន្តមើលអំពិលអំពែកញ៉ាំអាហារលើទឹកនិងសកម្មភាពជិះទូកកាយ៉ាក់រមណីយដ្ឋានទឹកឈូកន្លែងងូតទឹកធ្លាក់បែបធម្មជាតិរូងភ្នំមានដូចជាភ្នំឆ្ងោកភ្នំកំពង់ត្រាចដែលមានទេសភាពភ្នំថ្មកំបោរដ៏ស្រស់ស្អាតផងដែរចំណែកកសិកម្មនិងផលិតផលក្នុងស្រុកគឺថានៅខេត្តកំពតគឺល្បីល្បាញគឺទុរេនកំពតចាផ្លែឈើដែលមានឈ្មោះល្បីល្បាញបំផុតប្រចាំខេត្តកំពតគឺផ្លែទុរេនដែលមានរសជាតិឈ្ងុយឆ្ងាញ់ចាធម្មជាតិរបស់ប្រជាកសិករដែលបានដាំដោយផ្ទាល់ហើយមានកេរ្តិ៍ឈ្មោះដែល
មិនថាភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញមកខេត្តកំពតទេគឺមិនភ្លេចឡើយជាមួយនឹងទុរេនខេត្តកំពតទី2ម្រេចកំពតចាម្រេចកំពតគឺជាផលិតផលសម្គាល់ភូមិសាស្ត្រដែលល្បីល្បាញនៅកម្រិតពិភពលោកផងដែរដែលបាននាំចេញនៅក្រៅប្រទេសផងដែរស្រែអំបិលអ្នកអាចស្វែងយល់ពីរបៀបផលិតអំបិលធម្មជាតិនៅតាមបណ្ដោយមាត់សមុទ្រអញ្ចឹងនៅក្នុងខេត្តកំពតគឺសម្រាប់កសិកម្មវិញផលិតផលដែលនៅក្នុងស្រុកក៏ដូចជានាំចេញទៅក្រៅស្រុកហើយមានភាពល្បីល្បាញក្នុងខេត្តកំពតគឺមានទុរេនកំពតម្រេចកំពតនិងស្រែអំបិលហ្នឹងគឺផលិតអំបិលនឹងឯងចាអាហារនិងការស្នាក់នៅឃើញថាអាហារសមុទ្រគឺមានសម្បូរបង្កងមឹកក្តាមស្រស់ៗនៅផ្សារកំពតឬក៏ផ្សារក្តាមចាហើយសម្រាប់សន្តាគារក៏ដូចជាប៊ូទិកហ្នឹងគឺថាមានកន្លែងស្នាក់នៅបែបបុរាណបែបធម្មជាតិការរចនាបថទៅតាមចំណង់ចំណូលចិត្តគឺថាច្រើនមែនទែនឥឡូវសម្រាប់ខេត្តកំពតគឺថារីកចម្រើនទៅលើសន្តាគារក៏ដូចជាប៊ូទិកគឺថាមានច្រើនកន្លែងតែម្ដងចាឥឡូវនេះនាងខ្ញុំក៏សូមបង្ហាញជូនថាតើទុរេនកំពតដែលល្បីល្បាញដែលមានរសជាតិផ្អែមឆ្ងាញ់និងសាច់ម៉ត់ល្អភាគច្រើនហ្នឹងច្រើនដាំដុះនៅតំបន់ណាដែរចាអញ្ចឹងបងប្អូនតាមដានស្ដាប់ជាមួយនឹងការជម្រាបជូនរបស់នាងខ្ញុំដូចតទៅចាស្រុកទឹកឈូគឺជាតំបន់ដែលល្បីល្បាញជាងគេនិងមានផ្ទៃដីដាំដុះច្រើនជាងគេបំផុតឃុំដែលល្បីខាងដាំទុរេនក្នុងស្រុកនេះមានដូចជាឃុំម៉ាក់ប្រាងហើយនិងឃុំស្ទឹងកែវក្រុងកំពតនៅតំបន់យាយម៉ៅនិងជើងភ្នំក្បែរទីរួមខេត្តក៏មានចំការទុរេនច្រើនផងដែរក្រុងបូកគោបច្ចុប្បន្នតំបន់មួយចំនួននៅជើងភ្នំបូកគោដែលកាត់ចេញពីស្រុកទឹកឈូក៏ជាប្រភពផលិតនៅគេហៅថាការដាំដុះទុរេនផងដែរបងប្អូនតែងតែលើកគេសួរថាហេតុអ្វីបានជាទុរេនកំពតមានតម្លៃថ្លៃនិងល្បីចាទី1លក្ខណៈដីនៅតំបន់ជើងភ្នំក្នុងខេត្តកំពតមានជាតិរ៉ែខ្ពស់ដែលធ្វើឲ្យរសជាតិទុរេននឹងខុសពីទុរេននាំចូលទី2បច្ចេកទេសដាំដុះកសិករនៅទីនោះភាគច្រើននិយមប្រើជីធម្មជាតិនិងថែមទាំងមានការយកចិត្តទុកដាក់ថែទាំយ៉ាងដិតដល់ទៅតាមវិធីសាស្ត្រក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ទី3សម្បកនិងសាច់ទុរេនកំពតមានសម្បកស្ដើងបន្លាមិនសូវមុតស្រួចសាច់លឿងស្រស់ចំណែកគ្រាប់វិញមានតូចខ្លះនិងធំខ្លះទៅតាមប្រភេទពូជដូចជាពូជម៉ាន់ថងអើខាជាដើមចាឥឡូវនេះនាងខ្ញុំជម្រាបជូនបន្ថែមតាក់ទងជាមួយនឹងម្រេចកំពតម្រេចកំពតជាផលិតផលសម្គាល់ភូមិសាស្ត្រដ៏ល្បីល្បាញនៅលើពិភពលោកត្រូវបានដាំដុះក្នុងតំបន់ជាក់លាក់មួយចំនួនក្នុងខេត្តកំពតរួមទាំងខេត្តកែបផងដែរសម្រាប់ខេត្តកំពតស្រុកដែលដាំម្រេចច្រើនជាងគេនិងមានគុណភាពល្អបំផុតមានចំនួន6គឺទី1ស្រុកទឹកឈូជាតំបន់ដាំដុះធំជាងគេមួយដោយសារមានភូមិសាស្ត្រជាប់ជើងភ្នំទី2ស្រុកឈូកតំបន់ដីពងរៀបក្នុងស្រុកនេះអំណោយផលខ្លាំងដល់ការលូតលាស់នៃដើមម្រេចទី3ស្រុកកំពង់ត្រាចមានចំការម្រេចច្រើននៅតាមជើងភ្នំថ្មកំបោរទី4ស្រុកបន្ទាយមាសជាប្រភពដាំដុះម្រេចដ៏សំខាន់មួយទៀតទី5ស្រុកអង្គរជ័យកសិករនៅទីនេះក៏និយមដាំម្រេចជាលក្ខណៈគ្រួសារនិងចំការធំទៀតផងទី6ស្រុកដងតុងជាស្រុកដែលមានសក្តានុពលខ្ពស់ក្នុងការផលិតម្រេចគុណភាពល្អបងប្អូនតែងតែលើសំណួរសួរថាហេតុអ្វីបានជាម្រេចកំពតដាំបានតែក្នុងតំបន់ទាំងនេះអញ្ចឹងចាតោះចង់ដឹងថាហេតុអ្វីបានជាម្រេចកំពតដាំបានតែនៅក្នុងស្រុកទាំង6មានដូចជាស្រុកទឹកឈូស្រុកឈូកស្រុកកំពង់ត្រាចស្រុកបន្ទាយមាសស្រុកអង្គរជ័យនិងស្រុកដងតុងអញ្ចឹងទី1គឺលក្ខណៈដីម្រេចកំពតត្រូវដាំនៅលើដីដែលមានលាយគ្រួសភ្នំឬក៏ដីល្បាប់ភ្នំដែលមានខ្យល់ចេញចូលនិងបង្ហូរទឹកបានល្អអាកាសធាតុវិញគឺតំបន់ទាំងនេះស្ថិតនៅចន្លោះសមុទ្រនិងភ្នំដែលធ្វើឲ្យមានសំណើម
និងកម្ដៅល្មមស័ក្តិសមបំផុតសម្រាប់ក្លិននិងរសជាតិហឹរឆ្ងាញ់ប្លែកពីម្រេចធម្មតាចានេះខ្ញុំសូមរៀបរាប់ជូនចំពោះម្រេចកំពតមាន3ប្រភេទចាចម្បងគឺទី1ម្រេចខ្មៅសម្រាប់ម្ហូបទូទៅទី2ម្រេចក្រហមចាមានតម្លៃថ្លៃនិងក្លិនក្រអូបឈ្ងុយទី3ម្រេចសរសជាតិហឹរខ្លាំងនិងពេញនិយមក្នុងម្ហូបអឺរ៉ុបចាអញ្ចឹងនាងខ្ញុំបានជម្រាបជូនតាក់ទងនឹងម្រេចហើយឥឡូវនេះនាងខ្ញុំសូមជម្រាបជូនបន្តទៀតតាក់ទងជាមួយនឹងស្រែអំបិលវិញម្ដងចាអញ្ចឹងសម្រាប់ស្រែអំបិលនៅក្នុងខេត្តកំពតភាគច្រើនស្ថិតក្នុងស្រុកទឹកឈូនិងក្រុងកំពតតំបន់ផលិតអំបិលសំខាន់ត្រូវបានបែងចែកជា5មណ្ឌលដែលគ្របដណ្ដប់នៅលើទីតាំងដូចជាទី1នៅស្រុកទឹកឈូជាកន្លែងដែលមានផ្ទៃដីធ្វើស្រែអំបិលធំជាងគេជាពិសេសនៅតាមឃុំដែលជាប់មាត់សមុទ្រដូចជាឃុំត្រពាំងសង្កែឃុំកោះតូចនិងឃុំបឹងទូកជាដើមក្រុងកំពតនៅតំបន់ក្បែរមាត់ព្រែកនិងតំបន់ជីក្រុងដែលជាប់សមុទ្រអញ្ចឹងលក្ខណៈពិសេសនៃស្រែអំបិលកំពតគឺរដូវកាលវិញគឺគេចាប់ផ្ដើមធ្វើអំបិលនៅរដូវប្រាំងផ្ដើមពីខែមករាដល់ខែឧសភានៅពេលដែលមានកម្ដៅថ្ងៃខ្លាំងនិងគ្មានភ្លៀងចំពោះគុណភាពគឺថាអំបិលកំពតត្រូវបានគេទទួលស្គាល់ថាមានគុណភាពខ្ពស់មិនសូវប្រៃខ្លាំងពេកនិងមានជាតិអ៊ីយ៉ូតធម្មជាតិល្អសម្រាប់សុខភាពតកតងជាមួយនឹងទេសចរគឺស្រែអំបិលក៏ជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតសម្រាប់អ្នកទេសចរជាពិសេសនៅពេលដែលថ្ងៃរៀបលិចចាថ្ងៃរៀបលិចហ្នឹងគឺមានពន្លឺជះលើផ្ទៃទឹកស្រែអំបិលដែលមើលទៅដូចជាកញ្ចក់យក្សអញ្ចឹងមានន័យថាស្រស់ស្អាតតែម្ដងចានាងខ្ញុំបានជម្រាបជូនតកតងជាមួយនឹងខេត្តកំពតបានច្រើនដែរហើយដូច្នេះនាងខ្ញុំក៏សូមអរគុណសម្រាប់ការយកចិត្តទុកដាក់សំណាប់តកតងជាមួយនឹងការរៀបរាប់ពីខេត្តកំពតផងដែរសម្រាប់ពេលនេះនាងខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត